4 ឆ្នាំជាកម្មករសំណង់ហើយខ្ញុំបានផ្លាស់ប្ដូរពាក្យថាជាកម្មករសំណង់មកខ្លាយជានិស្សិតដែលកំពុងតែបន្តការសិក្សានៅក្នុងឆ្នាំទី3យើងអ្នកនរគ្នាស្ដាប់អត់ច្រឡំទេខ្ញុំគឺជានិស្សិតដែលកំពុងតែបន្តការសិក្សានៅក្នុងឆ្នាំទី3ហើយខ្ញុំក៏ធ្លាប់មានបទពិសោធន៍ធ្វើការងារសំណង់អស់រយៈពេល4ឆ្នាំមកហើយខ្ញុំគិតថាវាមិនមែនជាបទពិសោធន៍ដែលឈឺចាប់ទេប៉ុន្តែខ្ញុំគិតថាវាជាបទពិសោធន៍ដែលជាបញ្ហាដែលខ្ញុំត្រូវតែដោះស្រាយហើយនេះគឺជា3ចំណុចដែលខ្ញុំរៀនបានអំពីជីវិតរបស់ខ្ញុំចំណុចទី1គឺខ្ញុំមិនបោះបង់ពាក្យថាមិនបោះបង់ត្រង់កន្លែងនេះទោះបីជាខ្ញុំជាកម្មករសំណង់ប៉ុន្តែខ្ញុំមិនដែលបោះបង់ចោលសភៅទេខ្ញុំតែងតែយកសភៅនឹងមកមើលជារៀងរាល់ថ្ងៃយកមកទៅសេឧទាហរណ៍ដូចជាខ្ញុំទៅធ្វើការនៅស្រុកគេអញ្ចឹងគឺខ្ញុំតែងតែរៀនភាសាគេដោយខ្លួនឯងអត់មានគ្រូមកបរៀនទេប៉ុន្តែរៀនដោយខ្លួនឯងតាមរយៈ YouTube តាមរយៈ social media អីផ្សេងៗដែលខ្ញុំចង់ចេះចង់ដឹងអីចឹងទៅចំណុចទី2គឺខ្ញុំមានក្តីសម័យនៅពេលដែលខ្ញុំធ្វើការងារសំណង់អ្នកដែលធ្វើការងារជុំខ្ញុំគេបាននិយាយថាយើងធ្វើការងារសំណង់យើងមិនចាំបាច់មានក្តីសម័យទេព្រោះអីព្រោះយើងធ្វើសំណង់ហើយគឺសំណង់ហើយអត់មានត្រូវទៅឆ្ងាយណាលើសពីសំណង់នឹងមែនទេប៉ុន្តែខ្ញុំអត់ជឿគេទាំងអស់គ្នាខ្ញុំជឿថាកាលណាដែលខ្ញុំមានជីវិតគឺខ្ញុំត្រូវតែមានក្តីសង្ឃឹមហើយខ្ញុំត្រូវតែធ្វើឲ្យក្តីសង្ឃឹមរបស់ខ្ញុំនឹងឲ្យคล้ายទៅជាក្តីសម័យហើយខ្ញុំជឿចិត្តសម័យអីខ្ពស់ខ្ពស់ហើយបងប្អូនអញ្ចឹងការសម័យខ្ពស់របស់ខ្ញុំគឺពិតជាអាចធ្វើឲ្យខ្ញុំคล้ายទៅជាមនុស្សម្នាក់សម្រេចនៅភាពជោគជ័យនឹងពិតប្រាកដចំណុចទី3គឺខ្ញុំជំនះមានន័យថាភាពរឹងរូសរបស់ខ្ញុំវាអាចជួយខ្ញុំคล้ายទៅជានិស្សិតឆ្នាំទី3បានម៉ាក់ខ្ញុំក៏អត់សល់ជាចូលចិត្តការសិក្សាហ្មងបងប្អូនគ្នាព្រោះគិតថារលុយលឿនគឺបានចាយរលុយពេលយើងធ្វើការបានលុយប៉ុន្តែបើសិនតែយើងទៅរៀនគឺយើងប្រកាសជារៀនច្រើនឬក៏យើងបន្តការរៀនរបស់យើងអញ្ចឹងវាអត់ងាយបានលុយថតចឹងទៅក៏អត់សល់ជាផ្ដល់តម្លៃឲ្យទេប៉ុន្តែខ្ញុំគិតថាទោះបីជាគាត់មិនផ្ដល់តម្លៃឲ្យប៉ុន្តែខ្ញុំលើកទឹកចិត្តខ្លួនឯងថាខ្ញុំនឹងផ្ដល់តម្លៃឲ្យអញ្ចឹងខ្ញុំជំនះគាត់ថាខ្ញុំត្រូវតែរៀនឲ្យបានដូច្នេះហើយទើបខ្ញុំបានអាចមានឱកាសខ្លាយទៅជានិស្សិតឆ្នាំទី3ហ្នឹងគឺដោយសារតែអត្ថន័យលេខ3ដែលខ្ញុំរៀនបានអំពីជីវិតខ្ញុំនឹងអ្នកនរគ្នាទៅធ្វើឲ្យខ្ញុំខ្លាយទៅជាមនុស្សម្នាក់បែបហ្នឹងthen ខ្ញុំជឿថាបើសិនជាគេអាចធ្វើបានយើងក៏អាចធ្វើបានដូចគ្នាប៉ុន្តែបើសិនជាយើងត្រូវធ្វើគឺយើងត្រូវធ្វើឲ្យលើសគេបាយបាយមែន